សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកធ្វើការចែករំលែកវិធីសាស្ត្រខ្លះៗទាក់ទងទៅនឹងការហាត់ប្រាណដើម្បីយករូបរាងស្អាតនិងសុខភាពរឹងមាំដែលបងប្អូនអាចហាត់បាននៅផ្ទះដោយងាយមិនចាំបាច់មានឧបករណ៍ហាត់ប្រាណឬក៏ទៅកន្លែងហាត់ប្រាណផ្ទាល់ក៏បងប្អូនអាចហាត់បានដែរហើយជារៀងរាល់ពេលល្ងាចបន្ទាប់ពីសម្រាកពីការងារខ្ញុំតែងតែមកស្រូបបរិយាកាសនៅខាងរានហាមុខផ្ទះហើយក៏ចាប់ផ្ដើមធ្វើការហាត់ប្រាណរយៈពេលចន្លោះពីកន្លះម៉ោងទៅ1ម៉ោងដើម្បីឲ្យសុខភាពល្អនិងបញ្ចេញសារធាតុពុលបន្ទាប់ពីយើងញ៉ាំអាហារដែលមានសារជាតិគីមីច្រើនអញ្ចឹងសូមបងប្អូនតាមដានទស្សនាវីដេអូខ្ញុំទាំងអស់គ្នាហើយនេះគឺជាការ warm up មួយចំនួនមុននឹងយើងឈានទៅដល់ការធ្វើលំហាត់ប្រាណរបស់យើងដឹងហើយថាការ warm up គឺវាជួយសម្រួលបានច្រើនដូចថាកុំឲ្យយើងជាប់សម្លាក់ឈឺឆ្អឹងឈឺឆ្អែងពេលដែលយើងចាប់ផ្ដើមហាត់ប្រាណជឿទៅអ្នកហាត់ប្រាណគឺគេតែងតែ warm up គឺហើយការ warm up ហ្នឹងគឺរយៈពេលពី30 second ទៅ1នាទីបន្ទាប់ពីយើងធ្វើការ warm up រួចរាល់ហើយឥឡូវយើងឈានចូលទៅដល់លំហាត់ប្រាណទី1ដែលលំហាត់ប្រាណនេះគេមានឈ្មោះថា jumping jack ហើយបងប្អូនអាចធ្វើតាមខ្ញុំដោយបងប្អូនធ្វើពីចន្លោះពី15ទៅ20ក្នុងមួយដងហើយនេះគឺជាលំហាត់ប្រាណទី2ដែលមានឈ្មោះថា high knee ដែលលំហាត់ប្រាណនេះគឺវារៀងពិបាកបន្តិចសម្រាប់អ្នកលេងតបងគឺពិបាកតែសម្រាប់ខ្ញុំលេងរាល់ថ្ងៃវាទៅជាទម្លាប់ហើយបងប្អូនអាចហាត់របៀបនេះពីចន្លោះ12ទៅ15 rep ក្នុងមួយជុំធ្វើវា3ជុំដែរទៅចូលមកដល់លំហាត់ប្រាណទី3ដែលមានឈ្មោះថា squat jump ដែលលំហាត់ប្រាណនេះបងប្អូនគ្រាន់តែលោតកប់ដូចខ្ញុំនៅក្នុងវីដេអូទៅហើយលំហាត់ប្រាណនេះមិនត្រឹមតែជួយសម្រកខ្លាញ់ទេគឺបានទាំងជើងស្រឡូនហើយនឹងកំប៉េះគួតរៀងផ្លែប៉េះបន្ទាប់ពីបានមើលវីដេអូពីដើមរហូតដល់ចប់សូមបងប្អូនយកទៅអនុវត្តនៅផ្ទះទាំងអស់គ្នាដើម្បីបានសុខភាពល្អនិងរាងកាយមាំមួនជៀសផុតពីជំងឺដង្កាត់នានាសូមអរគុណសូមជម្រាបលា